ភាគច្រើនគេចូលចិត្តដឹកនាំ BA ទៅរោងចក្រឬក៏ទៅរោងចក្រដោយខ្លួនឯងតែសម្រាប់ខ្ញុំវិញមែនចូលចិត្តប្រើ BA ឲ្យទៅផ្ទាល់បើអត់មានខ្ញុំនៅចិត្តកាន់តែល្អព្រោះខ្ញុំចូលចិត្តឲ្យគេនិយាយដើមចុះបើយើងនៅរោងចក្រមិនពួកនឹងហ៊ាននិយាយដើមយើងមែនអត់ទៅពេលគាត់ទៅដល់គាត់នឹងនឹកឃើញជុំគ្នានិយាយឃើញមិនគឺគាត់ថាអញ្ចឹងហ្នឹងមែនទេដូចពេលហ្នឹងអញ្ចឹងកំពុងតែធ្វើសង្វាក់ផលិតកម្មហ្នឹងកំពុងតែផលិតស្រោម HiFu គឺឲ្យពួកគាត់ឡើងទៅមកថាមើលតើជ្រឹកមេគាត់របៀបម៉េចថាដាក់យិនសិនខ្មៅដល់ពេលចាក់ស្ដែងទៅដាក់យិនសិនស្រស់ហើយកុំមិនអញ្ចឹងណាអញ្ចឹងហើយយើងឲ្យពួកគាត់ទៅមើលខ្លួនឯងទៅស្ងាត់លួចនិយាយដើមមែនណាអ្វីដែលបានដាក់ក្នុងសរោមហ្នឹងតើពិតប្រាកដច្បាស់លាស់អត់អ្នកខ្លះទៀតប្រហែលជាគាត់គិតថាអីអត់ខ្លាចពួក BA ហ្នឹងលួចទៅបង្កើត brand បង្កើតអីទេខ្លាចលួចរូបមន្តលួចអីអញ្ចឹងណាសម្រាប់ខ្ញុំដូចអត់មានជាហានិភ័យអីទេប្រកាសថាទៅដល់ហើយហ៊ានចាយដើមទុននៅក្នុងការយកយិនសិនខ្មៅមកប្រើប្រាស់ក្នុង skin care ទេប្រកាសថាមានសមត្ថភាពចរចាក្នុងការយករូបមន្តនេះមកកាន់ក្នុងដៃដែរហើយក៏មិនប្រកាសថាត្រូវមកបំពេញ MOU រវាងខ្ញុំនិងរោងចក្រដែរព្រោះរោងចក្រមួយគេមានច្បាប់របស់គេមានកម្មសិទ្ធិបញ្ញាគេមានការផ្ដាច់មុខរូបមន្តហើយវាមិនជាហានិភ័យសម្រាប់ខ្ញុំទេបើកដៃឲ្យពួកគាត់ឡើងទៅដាក់អត់មានខ្ញុំមិនមែនទៅលើកទី1ទេសឹងតែថាអវ៉ាន់ថ្មីស្ទើរតែគ្រប់មុខឥឡូវព្រោះខ្ញុំឲ្យគាត់តែឃើញផ្ទាល់ភ្នែកតាអនាម័យប៉ុណ្ណាហើយវត្ថុធាតុផ្សំនឹងមានតម្លៃប៉ុណ្ណាខ្ញុំអត់ឲ្យពួកគាត់ខ្លាចរអាក្នុងការប្រម៉ូទខ្លាចរអានៅក្នុងការប្រើប្រាស់ទេចាពួក BA ខ្លះទាំងអស់គ្នាជឿគាត់ជាមនុស្សស៊ីវិល័យគិតពីគុណភាពអវ៉ាន់ណាមិនប្រកាសថាគាត់ប្រម៉ូទអវ៉ាន់ហ្នឹងបើតែគាត់ប្រើប្រាស់អវ៉ាន់ហ្នឹងអ្នកខ្លះប្រម៉ូទអវ៉ាន់ហ្នឹងដើម្បីយកលុយទៅទិញអវ៉ាន់ផ្សេងប្រើក៏មានដែរណាចាប៉ុន្តែសម្រាប់ខ្ញុំវិញមិនមែនទាំងអស់គ្នាចៅខ្ញុំគឺគាត់ស្គាល់ចិត្តខ្ញុំហីមនុស្សខ្ញុំតែថា1 1 2 2ហើយខ្ញុំមិនមែនលក់មុខពាក់កណ្ដាលទីឲ្យគាត់ឡើងទៅប្រម៉ូទព័ត៌មានពាក់ព័ន្ធជាមួយផលិតផលខ្ញុំឲ្យគាត់និយាយដើមផលិតផលខ្ញុំផលិតចេញមក fake ingredient ឬក៏ចេះតែប្រម៉ូទឲ្យតែបាននេះហើយគ្រឿងផ្សំអភិជនមួយមុខហ្នឹងគឺវាមានអត្ថប្រយោជន៍ចំពោះស្បែកគឺខ្លាំងក្លាអ្នកគ្នាធ្លាប់តែឃើញគេយកយិនសិនទៅញ៉ាំជំនួយកម្លាំងបើសុខភាពជំនួយសម្រស់ពីខាងក្នុងក៏មានដែរឆ្នេះហើយយិនសិនខ្មៅនេះពេលដែលយកមកប្រើប្រាស់នៅក្នុង skin care ប្រសិទ្ធភាពរបស់វាគឺកំពូលហ្មងមានន័យថាគឺជាប្រសិទ្ធភាពមួយដែលគ្មានគូប្រៀបភាពឲ្យចំគេចូលចិត្តប្រើវានៅក្នុង skin care លំដាប់អភិជនជា skin care ថ្លៃតម្លៃរាប់រយរាប់ពាន់ដុល្លារហើយពេលនេះគឺវាមានវត្តមានប្រើប្រាស់នៅក្នុងសរោម HiFu របស់មីដែលយើងមានសមត្ថភាពប្រើប្រាស់ credit របស់យើងនៅក្នុងការដាក់តុចរចាហើយពួកគាត់ប្រម៉ូទគឺប្រម៉ូទមកស្រឡាញ់គ្រប់យ៉ាងដែលគាត់បានឃើញនៅគ្រប់យ៉ាងដែលមាននៅក្នុងសរោមនោះគឺជាការហើយបច្ចេកវិទ្យា HiFu នេះបងប្អូនគ្នាជាការប្រៀបធៀបសមត្ថភាពរបស់វត្ថុធាតុផ្សំក្នុងសរោមទៅនឹង HiFu Technology ហើយបច្ចេកវិទ្យា HiFu ជាអីទាំងអស់គ្នាមកមើលអំពីម៉ាស៊ីន HiFu សិនអញ្ចឹង HiFu ហ្នឹងគឺជាបច្ចេកវិទ្យាទាំងអស់គ្នាជាទូទៅបច្ចេកវិទ្យា HiFu ហើយម៉ាស៊ីន HiFu លំដាប់ស្តង់ដារខ្ពស់ច្រើនតែប្រើប្រាស់ក្នុងពពួក clinic ថ្លៃៗឯងបងប្អូនគ្នាឃើញវាទៅរំញោចសាច់គឺវាប្រើកម្ដៅទៅដុតបំផ្លាញអាកោសិកាដែលមានបញ្ហានៅខាងក្នុងហើយវាធ្វើឲ្យអាកោសិកាដែលមានបញ្ហាហ្នឹងវាចាប់ផ្ដើមស្លាប់ហើយវានឹងជំរុញឲ្យតំបន់របួសទាំងអស់ហ្នឹងវានឹងឆាប់កកើតហើយជំរុញឲ្យការបង្កើតនូវ collagen ថ្មីហើយតំបន់ដែលបានប្រើប្រាស់ពពួកបច្ចេកវិទ្យា HiFu ហ្នឹងនឹងមានសភាពតឹងអាឡូងជាងមុនអញ្ចឹងកាត់ខ្លីៗតួនាទីរបស់ HiFu Technology ហ្នឹងគឺវាផ្ដោតទៅលើការកាត់បន្ថយភាពយាធ្លាក់ធ្វើឲ្យស្បែកយើងតឹងណែនក្មេងជាងវ័យកាត់បន្ថយឲ្យពពួកស្នាមជ្រួញតូចអានេះ result ត្រួសបន្ទាប់ពីធ្វើ HiFu ហើយមុខមានសភាពតឹងហើយណែនហ្មងហើយវាលើកកម្ពស់ធ្គាមសាច់មុខយើងឲ្យកាន់តែខ្ពស់ជាងមុនអញ្ចឹងខ្ញុំបកមកសរោម HiFu វិញហេតុអីបានបច្ចេកវិទ្យានៃសរោមនេះឈ្មោះថា HiFu ដោយសារតែសាស្ត្រាចារ្យបានបង្កើតរូបមន្តនេះឡើងដើម្បីធៀបជាមួយនឹងការបានផលខ្ពស់នៃបច្ចេកវិទ្យា HiFu ដែលរូបធាតុនៅខាងក្នុងនោះផ្ដោតទៅលើការបន្តឹងស្បែកកម្រិតខ្ពស់ជួយឲ្យ molecule ស្បែកខាំជាប់គ្នាលើកស្បែកមុខឲ្យហាប់ណែនតាមដៃនៅពេលដែលយើងម៉ាស្សាកាត់បន្ថយនិងជួយពន្យាភាពចាស់តាមអាយុកាលតើអ្នកគ្នាដឹងហើយនៅពេលដែលអាយុយើងកាន់តែច្រើនកោសិការបស់យើងកាន់តែទ្រុឌទ្រោហើយអាប្រព័ន្ធទឹកអង្ងាយនឹងក៏យើងធ្វើការបានល្អដែរប្រព័ន្ធទឹកអង្ងាយទាំងអស់គ្នាគឺមានសពសារពាង្គកាអញ្ចឹងទាំងអស់គ្នាចំណាំឃើញអ្នកដែលគាត់អាយុរៀងចាស់ទៅចាស្បែកមុខស្បែកខ្លួនរបស់គាត់នឹងក៏ចាប់ផ្ដើមបង្កទៅជាហាមស្ពុលមានន័យថាវាបាត់បង់ភាពតឹងណែនណាអញ្ចឹងហើយពួកគាត់ក៏អាចប្រើប្រាស់ជាមួយនឹងពពួកសរោម HiFu នេះបានដែរហើយបើទាំងអស់គ្នាយកវាទៅប្រើប្រាស់ជាមួយនឹងម៉ាស៊ីនម៉ាស្សាទៀតគឺកាន់តែមានប្រសិទ្ធភាពទ្វេដងបើសិនជាទាំងអស់គ្នាខ្ជិលប្រើពេលវេលាម៉ាស្សាមុខដោយដៃហើយបើសួរថាដាក់នៅលើមុខអញ្ចឹងតឹងប្របាក់នៅអត់វាអត់ប្របាក់នៅទេទាំងអស់គ្នាហើយវាក៏អត់ស្អិតដែរគ្រាន់តែយើងមានអារម្មណ៍ប្លែកសារតែយើងសង្កេតឃើញស្បែកមុខរបស់យើងចាប់ផ្ដើមហាប់ជាងមុនហើយបរិវេណដែលយើងអស់សរោមហ្នឹងគឺមានសភាពចាំងហើយគីឡូអញ្ចឹងសម្រាប់សម្រួល HiFu មិនមែនជាវត្ថុធាតុផ្សំក្នុងគ្រឿងសម្អាងទេវាគឺជាគោលការណ៍នៃការធ្វើការបានផលខ្ពស់របស់បច្ចេកវិទ្យាសរោមជំនាន់ថ្មីទៅនឹងបច្ចេកវិទ្យាម៉ាស៊ីន HiFu ដោយទាំងអស់គ្នាអត់ចាំបាច់បន្ថយហានិភ័យទៅធ្វើការវះកាត់បង្ករបួសស្នាមក្នុងន័យថាវាអាចតឹងដោយមិនចាំបាច់វះកាត់ហើយតម្រាំតែបានមតនៈគឺវាលំបាកណាស់មិនថាអ្នកប្រើសរោមនេះគឺពោពេញទៅដោយមោទនភាពហើយមានភាពវិសេសវិសាលខ្លាំងណាស់គ្នាឃើញតម្រាំតែបានយិនសិនខ្មៅគឺគេសម្ងួតដល់ទៅ9ដងអាហ្នឹងបើគិតពីយិនសិនស្រស់មកអញ្ចឹងកុំឆ្ងល់ហេតុអីបានវាយូរនៅក្នុងការចូលស្តុកបើនិយាយពីតម្លៃវិញតម្លៃគឺមហាសែនសមរម្យហើយព្រោះមុននឹងខ្ញុំចេញលក់គឺខ្ញុំសុំទោសតំណាងរួចស្រេចហើយទាំងអស់គ្នាពេលនេះហើយគឺជាឱកាសសម្រាប់បងប្អូនបានប្រើអវ៉ាន់ដែលមានគុណភាពពិតប្រាកដក្នុងតម្លៃមួយដ៏សមរម្យខ្លាំងហ្មងខ្ញុំហ៊ាននិយាយថាមិនសមរម្យទេចូលលក្ខណៈធូរថ្លៃហើយបើថាបានប្រើជាឈុតគឺស្បែកមុខខ្ជិលនិយាយ